សួស្តីបងទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងធ្វើការណែនាំអំពីការទទួលបងនៅក្នុង app Move របស់ពួកយើងនៅពេលដែលបងទាំងអស់គ្នាចូលមកផ្ទាំងខាងមុខរបស់ app នឹងមានពាក្យថាចាប់ផ្ដើមដំណើរការបងពេលថាចាប់ផ្ដើមដំណើរការរួចពាក្យនោះនឹងបដូរមកពាក្យថាឈប់ទទួលការបញ្ជាទិញបានន័យថាយើងទាំងអស់គ្នាកំពុងតែរងចាំការបញ្ជាទិញនៅពេលដែលមានការបញ្ជាទិញចូលមកយើងនឹងឃើញចម្ងាយពីភ្ញៀវនិងទីតាំងរបស់បងឧទាហរណ៍ជាក់ស្ដែងគឺ217ម៉ែត្របើសិនជាយើងពិនិត្យរួចរាល់ហើយយើងចុចពាក្យថាទទួលបន្ទាប់មកទៀតយើងអាចពិនិត្យមើលទៅលើទីតាំងភ្ញៀវហើយយើងចុចពាក្យថាផ្ញើសារសួស្តីខ្ញុំទៅដល់ទីនោះបន្តិចទៀតដើម្បីឲ្យភ្ញៀវរងចាំដោយការអត់ធ្មត់ក៏ដូចគ្នាផងដែរបងអាចថតរូបឬមួយក៏ផ្ញើជា voice សំឡេងបើសិនជាក្នុងករណីថាជាភ្ញៀវខ្មែរនៅពេលដែលបងផ្ញើសារទៅកាន់ភ្ញៀវរួចហើយបងទាំងអស់គ្នាត្រូវជិះទៅកាន់ទីតាំងរបស់ភ្ញៀវនៅពេលទៅដល់ទីតាំងបងអូពាក្យថាបានមកដល់ទីតាំងរួចបងរងចាំភ្ញៀវដោយលោតនីតិខាងលើនេះក្នុងកំឡុងពេលរងចាំនេះផងដែរបងអាចផ្ញើសារទៅប្រាប់ភ្ញៀវថាខ្ញុំបានមកដល់ទីតាំងហើយបញ្ជាក់នីតិនេះគឺមានពេល15នាទីក្នុង10នាទីដំបូង free ឲ្យភ្ញៀវនិង5នាទីចុងក្រោយនឹងដាច់ដោយស្វ័យប្រវត្តិអញ្ចឹង15នាទីនេះគឺបងនឹងបានថ្លៃរងចាំបន្ថែមអំពីថ្លៃបងក៏ដូចគ្នាដែរបើសិនបើមានភ្ញៀវឡើងមកលើរថយន្តផនបងត្រូវផ្ទៀងផ្ទាត់ទៅលើលេខទូរស័ព្ទ4ខ្ទង់ជាមួយនឹងឈ្មោះផនភ្ញៀវបើសិនបើត្រឹមត្រូវហើយបងអាចអូពាក្យថាបានទទួលអ្នកដំណើររួចពិនិត្យមើលផែនទីទៅយកភ្ញៀវប្រសិនបើកំឡុងពេលដែលដឹកភ្ញៀវគាត់ចុះនៅត្រង់ចំណុចណាមួយបងអាចធ្វើការរងចាំដោយចុចពាក្យថាធ្វើការរងចាំនោះនីតិនឹងចាប់ផ្ដើមលោតបញ្ជាក់បន្ថែមទៀតគឺ10នាទី free ដូចគ្នាលើពី10នាទីពួកយើងនឹងគិតលុយបន្ថែមពីលើភ្ញៀវនៅក្នុងថ្លៃរងចាំសម្រាប់នីតិរងចាំនេះផងដែរគឺបងអាចធ្វើការដាក់នីតិរងចាំបាននៅពេលដែលភ្ញៀវស្នើសុំនៅចុះត្រង់ចំណុចណាមួយមិនមែននៅពេលឈប់ស្តុកឬមួយក៏ភ្លើងស្ទះនោះទេនៅពេលដែលភ្ញៀវត្រឡប់មកវិញបងអាចចេញពីមុខងាររងចាំនេះដោយអូសទៅខាងស្ដាំចេញពីមុខងាររងចាំបន្ទាប់ពីចេញពីមុខងាររងចាំរួចបងអាចពិនិត្យមើលទីតាំងចុះផនភ្ញៀវសារជាថ្មីដើម្បីបញ្ជាក់ទីតាំងឲ្យបានកាន់តែច្បាស់បន្ទាប់ពីបងបានមកដល់គោលដៅរួចបងត្រូវអូសពាក្យថាបានមកដល់គោលដៅដើម្បីទៅដល់ Thank you for riding with Move. Please take care of your belongings when getting off. សម្រាប់ផ្ទាំងគិតលុយនេះដែរប្រសិនបើបងទាំងអស់គ្នាមិនទទួលបានសាច់ប្រាក់នោះទេបងអាចចុចសញ្ញាខ្វែងខាងលើខាងស្ដាំដៃដើម្បីរងចាំទទួលបងថ្មីទៀតប៉ុន្តែបើសិនជាទទួលបានលុយរួចពីភ្ញៀវហើយបងត្រូវអូសពាក្យថាបានទទួលសាច់ប្រាក់ដើម្បីបញ្ចប់បងឲ្យភ្ញៀវនោះភ្ញៀវនឹងអាចធ្វើការ booking បន្តទៀតបានប៉ុន្តែបញ្ជាក់ឡើងវិញបើសិនជាក្នុងករណីនេះថាបងមិនបានលុយនេះទេបងអាចចុចសញ្ញាខ្វែងខាងលើខាងស្ដាំដៃដើម្បីរងចាំទទួលបងផ្សេងទៀតហើយបើសិនជាក្នុងកំឡុងពេលនោះដែរភ្ញៀវគាត់បានឲ្យលុយយើងវិញយើងចុចទៅក្នុង profile ផងយើងរួចយកកំណត់ត្រាការងាររកបងដែលមិនទាន់ទូទាត់នោះមកអូសពាក្យថាខ្ញុំបានទទួលសាច់ប្រាក់ដើម្បីបញ្ចប់បងឲ្យភ្ញៀវអញ្ចឹងយើងចុចពាក្យថាខ្ញុំបានទទួលសាច់ប្រាក់វានឹងលោតមកបងដើមវិញហើយបងអូសពាក្យថាខ្ញុំបានទទួលសាច់ប្រាក់បងចុចពាក្យថាយល់ព្រមនោះបងនោះនឹងបញ្ចប់ដោយជោគជ័យដោយបដូរវិធីសាស្ត្រទូទាត់ទៅជាសាច់ប្រាក់វិញត្រង់ចំណុចនេះផងដែរខ្ញុំបញ្ជាក់ឡើងវិញប្រសិនបើបងប្អូនមិនទទួលបានសាច់ប្រាក់នោះទេបងប្អូនអាចចុចខ្វែងបានប៉ុន្តែបើសិនជាករណីដែលភ្ញៀវគាត់ដាក់វិធីសាស្ត្រទូទាត់ជាសាច់ប្រាក់នោះបងទាំងអស់គ្នាត្រូវមានកាតព្វកិច្ចមួយត្រូវទាមទារឲ្យភ្ញៀវបង់ប្រាក់ឲ្យរួចរាល់មុននឹងចាកចេញ